ពរញាតិញោមពុទ្ធបរិស័ទនេះគឺជាការបន្តដំណើរទៅខេត្តរតនគិរីទៅតាមដងផ្លូវរតនគិរីមានទិដ្ឋភាពស្រស់ស្អាតពណ៌ឥឡូវនេះមកដល់ខេត្តរតនគិរីបាទនិងនៅក្នុងទិដ្ឋភាពខេត្តរតនគិរីក៏មានទិដ្ឋភាពស្រស់ស្អាតផងដែរហើយនៅក្នុងទីនេះគឺជាទីដែលមកដល់ទីរួមខេត្តចឹងញាតិញោមពុទ្ធបរិស័ទឃើញហើយតាមដំណើរផ្លូវនៅខេត្តរតនគិរីបាទឥឡូវមកដល់ខេត្តហើយបាទគឺថាចេញពីមណ្ឌលគិរីមកខេត្តរតនគិរីណាជឿថាយើងមានដំណើរអឺនិយាយរួមទៅចេញពីមណ្ឌលគិរីចូលរតនគិរីចេញពីរតនគិរីចូលស្ទឹងត្រែង ចឹងគឺដំណើរនេះគឺវែងឆ្ងាយញាតិញោមពុទ្ធបរិស័ទចឹងខ្ញុំគណៈអាត្មាភាពនឹងបានផ្តិតនៅអឺវីដេអូជារូបភាពវីដេអូតាក់ទងពីសកម្មភាពក្នុងការនិមន្តធ្វើដំណើរផ្លូវមកកាន់ខេត្តរតនគិរីណាដើម្បីចែកជូនដល់បងប្អូនយើងអ្នកទស្សនានៅខេត្តឆ្ងាយៗញាតិញោមเนาะនឹង អាត្មាភាពដើរនេះមិនមែនបង្អួតញាតិញោមទេតែអឺទស្សនាទៅថតវីដេអូទុកជាកម្រងអនុស្សាវរីយ៍ហ្នឹងហើយទោះបីជាយើងអត់បានដើរយើងបានមើលវីដេអូឡើងវិញចឹងញាតិញោមពុទ្ធបរិស័ទនៅក្នុងខេត្តរតនគិរីរបស់យើងហ្នឹងគឺមានទិដ្ឋភាពបែបនេះឯងតាមដងផ្លូវក្នុងក្រុងហ្នឹងហើយញាតិញោមពុទ្ធបរិស័ទណាចឹងទីប្រជុំជនចឹងយើងទុកវីដេអូជាការមើលនៅក្នុងថ្ងៃក្រោយហ្នឹងហើយតាមក៏ពិតទៅញាតិញោមពុទ្ធបរិស័ទក៏ធ្លាប់អញ្ជើញមកឬក៏ទិដ្ឋភាពអីផ្សេងៗហ្នឹងក៏ដឹងអស់ហើយបាទនេះគឺឆ្វែលមកជុំមើលហើយញាតិញោមណាហ្នឹងហើយចង់ដឹងថាខេត្តហ្នឹងហើយរតនគិរីហ្នឹងមានស្អីខ្លះហ្នឹងហើយចុះចេញមកពីទីរួមខេត្តចុះទៅណាឃើញថាការរៀបចំតាមខេត្តនីមួយៗក៏បានល្អគ្រាន់បើហើយប៉ុន្តែសូមឲ្យពុទ្ធបរិស័ទបងប្អូនយើងណាជាពិសេសអ្នកលក់អ្នកដូរអ្នកទៅលេងកម្សាន្តហ្នឹងធ្វើយ៉ាងម៉េចគឺសម្រាមបងតាក់ទងពីសម្រាមហ្នឹងយើងយកបោះបង់ចោលហើយតាមដងផ្លូវគួរតែរៀបចំឲ្យស្អាតស្អាតនិងមានផ្កាមានអីចឹងទៅគឺថាយើងរៀបចំស្អាតភ្ញៀវទេសចរគេមកគេសរសើរបងកន្លែងរតនគិរីគេហៅបឹងយក្សឡោមញាតិញោមណាហើយនៅកន្លែងនេះមានបងប្អូនយើងអ្នកលក់សម្លៀកបំពាក់លក់ណែផ្លែទុរេនយ៉ាងច្រើនបងនៅតាមដងផ្លូវមានសាច់មានស្អីស្អីច្រើននឹងលក់នេះលក់ដូរតាមផ្លូវចុះទៅបឹងយក្សឡោមហ្នឹងគឺថាឲ្យតែមានយើងរៀបចំល្អគឺមនុស្សមកលេងហើយមកលេងគឺបានលក់ដូរអាជីវករអត់ទេញោមអត់ទេឬក៏ថាអ្នកដែលរស់នៅទីនោះអាចបង្កបង្កើនផលនិងអ្នកនេះគឺគាត់លក់ទុរេនចឹងទុរេនខែនេះក៏មានច្រើនដែរប៉ុណ្ណាចឹងគឺចាប់ផ្ដើមមានទុរេនហើយចឹងគឺការលក់ដូរនោះមានច្រើនអ្នកញោមនោះមានទាំងផ្លែទុរេនមានទាំងទឹកឃ្មុំមានទាំងវត្ថុអនុស្សាវរីយ៍ច្រើនបងចឹងយើងបានឃើញហើយទស្សនាទៅញាតិញោមណាហើយញាតិញោមណាដែលអត់បានអញ្ជើញមករតនគិរីនេះគឺជាការទិដ្ឋភាពដែលរស់នៅក្នុងទីកន្លែងរតនគិរីមានពុទ្ធបរិស័ទមានបងប្អូនយើងនឹងរស់នៅហើយមានការលក់ដូរនឹងតាមដងផ្លូវហើយផ្លូវចុះទៅបឹងយក្សឡោមញាតិញោមណាហ្នឹងហើយទិដ្ឋភាពនៅបឹងយក្សឡោមនឹងអ្នកណាក៏មិនរំលងដែរច្រើនតែទៅហើយគឺថាទៅទៀតនឹងឲ្យតែទៅដល់ខេត្តរតនគិរីត្រូវតែទៅបឹងយក្សឡោមហ្នឹងហើយមានទិដ្ឋភាពស្រស់ស្អាតនៅទីនោះអាចងូតទឹកក៏បានអីក៏បានបងណាបើមិនងូតទឹកទេក៏
នឹងចុះងូតទឹកឬក៏ស្រង់ទឹកទេញាតិញោមពុទ្ធបរិស័ទណាបើប្រសង់ពេលព្រឹកលោកអាចឆាន់នៅនឹងកញ្ចុះនៅទីនោះហើយពុទ្ធបរិស័ទពេលថ្ងៃគឺថានឹងទទួលទានអាហារបាននៅកញ្ចុះនឹងមានការលក់ដូរតាមហ្នឹងហើយបងចឹងមើលទិដ្ឋភាពជុំវិញបឹងហ្នឹងហើយនឹងទស្សនាណាញាតិញោមពុទ្ធបរិស័ទនេះគឺជាទិដ្ឋភាពបឹងយក្សឡោមបងបឹងយក្សឡោមទឹកថ្លាតាបងហ្នឹងហើយមកឆ្នាំតាណានោះគឺទឹកល្អក់តែឆ្នាំនេះគឺទឹកថ្លាឆ្វេងហ្មងបងហើយនឹងទិដ្ឋភាពជុំវិញហ្នឹងហើយដែលបានជួបជុំក្នុងការថតរូបមានផ្ទះជនជាតិមានអីចឹងណាបងណាហើយនេះគឺអ្នកលក់ដូរច្រើនណាស់មិនចេះខ្វះអីទទួលទានទេបងទាំងឲ្យតែយើងមានថវិកាគឺថាអាចនឹងទិញទទួលទានបានដែរបងតាមលក់ដូរមានទាំងអីស្អីច្រើនណាស់ផ្លែឈើផ្លែព្រៃហ្នឹងក៏លក់ដូរបងនេះគឺផ្ទះជនជាតិហ្នឹងហើយប្រក្តីគេតែងតែថតនៅទីនេះហ្នឹងហើយថតរូបថតអីថាបានមកដល់រតនគិរីហើយហើយមានញាតិញោមមកពីស្រុកផ្សេងៗតាមខេត្តផ្សេងៗហ្នឹងមកលេងនៅកន្លែងនេះផងដែរចឹងគឺប៉ុណ្ណឹងឯណាទិដ្ឋភាពនៅរតនគិរីចឹងក៏បានត្រឡប់ទៅវិញបន្តដំណើរទៅរកកន្លែងសឹងបងពេលល្ងាចទៅហើយចឹងគឺសឹងនៅរតនគិរីមួយយប់